មួយរយៈពេលចុងក្រោយប្រហែលថ្ងៃនេះឃើញថាភាគហ៊ុនរបស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងភ្នំពេញ PPSP ហ្នឹងគឺមាននិន្នាការនៃការធ្លាក់ថ្លៃជាបន្តបន្ទាប់នេះបើយើងមើលទៅតាមក្រាបដែលបានបង្ហាញភាគហ៊ុននេះបានធ្វើការជួញដូរនៅចំនួនច្រើនប៉ុន្តែនៅតម្លៃទាបពីមួយថ្ងៃទៅមួយថ្ងៃនេះអាចបង្ហាញបានថាមានអ្នកដែលគាត់មានភាគហ៊ុនចំនួនច្រើនគាត់កាន់ហ៊ុនធំគាត់កំពុងតែព្យាយាមនៅក្នុងការលក់ភាគហ៊ុននឹងចេញជាបន្តបន្ទាប់ការដែលព្យាយាមលក់ភាគហ៊ុនចេញនៅចំនួនច្រើនជាបន្តបន្ទាប់អ្វីដែលយើងមើលឃើញភ្លាមនោះគឺជាសញ្ញាណនៃការធ្លាក់ថ្លៃឬក៏និន្នាការថ្លៃមានការធ្លាក់ចុះដែលយើងមើលតាមបន្ទាត់នៃខ្សែបានឡាញនេះគឺវាបន្តចុះភាគហ៊ុននេះបានចុះពី2240រៀលឬក៏2250រៀល2220រៀលហ្នឹងរហូតមកដល់2100ដូច្នេះភាគហ៊ុននេះចុះប្រហែលជា5ទៅ6% នៅរយៈពេលដ៏ខ្លីអំឡុងពេលដែលអ្នកលក់ហ្នឹងគាត់ចាប់ដើមសម្រាប់លក់ចេញនេះជាសញ្ញាណមួយដែលវិនិយោគិនជាអ្នក trade ហ្នឹងគឺគាត់តែងតែធ្វើការចាប់អារម្មណ៍និន្នាការថ្លៃដើម្បីឲ្យគាត់នឹងអាចមានវិធីសាស្ត្រនៅក្នុងការផ្ទេរហានិភ័យហើយចាប់យកប្រាក់ចំណេញជាលើកទី2នេះអ្វីដែលខ្ញុំចង់បង្ហាញគឺថ្លៃជួញដូរនៅក្នុងថ្ងៃនេះបាទគឺទាបបំផុត2100ហើយខ្ពស់បំផុត2130រៀលយើងមកមើលជាមួយទំហំជួញដូរ 19000 ភាគហ៊ុនយើងឃើញថា2100រៀលនេះគឺជាថ្លៃមួយដែលមានការជួញដូរច្រើនបំផុត2120និង2130ជាថ្លៃដែលមានទំហំជួញដូរតូចតិចតួចបាទអាចស្ថិតនៅក្នុងលក្ខខណ្ឌដែលអ្នកគាត់លក់ភាគហ៊ុនច្រើនហ្នឹងគាត់ទិញដើម្បីឲ្យវាមានកំណើនអ្នកតាមទិញនៅក្នុងតម្លៃ2100រៀលចង់មានន័យថានៅពេលដែលគាត់លក់2100ចំនួន1000ហ៊ុនគាត់អាចទិញ2130ចំនួន200ហ៊ុនធ្វើឲ្យមានកំណើនទិញតាមនៅ2100អញ្ចឹងគាត់ក៏ធ្វើការលក់នៅ2100ចំនួន1900ហ៊ុនទៀតបន្ទាប់ពីអស់អ្នកទិញ2100ហើយគាត់ក៏ធ្វើការទិញនៅ2132ហ៊ុនអញ្ចឹងមានអ្នកដែលដាក់បង្កទិញនៅ2100តាមទៀតអញ្ចឹងគាត់ក៏លក់3000ហ៊ុនបាទជិត4000ហ៊ុន4000ហ៊ុននៅ2100វិញគាត់ធ្វើបែបនេះដើម្បីឲ្យគាត់លក់ភាគហ៊ុននៅតម្លៃ2100នឹងបានចំនួនច្រើនរហូតដល់ជាង10000ភាគហ៊ុនដោយគាត់គ្រាន់តែទិញ10 20ហ៊ុន100ហ៊ុននៅ2130នេះជាវិធីសាស្ត្រលក់ហ៊ុនចេញនៅចំនួនច្រើនយើងក៏អាចត្រឡប់មកមើលបន្តទៀតដែរថាតម្លៃភាគហ៊ុនទៅតាមថ្ងៃឃើញថាភាគហ៊ុននេះបន្តធ្លាក់ជាបន្តទំហំជួញដូរច្រើនថ្ងៃទី18ខែ4មានអ្នកលក់ចេញរហូតដល់24000ភាគហ៊ុនជាងបាទថ្ងៃទី17ខែ4មានអ្នកលក់ចេញរហូតដល់19000ភាគហ៊ុនជាងថ្ងៃទី11មុនចូលឆ្នាំមានអ្នកលក់ចេញ3000ភាគហ៊ុនថ្ងៃទី10មាន3000ភាគហ៊ុននិងថ្ងៃទី9មាន6000ភាគហ៊ុនថ្ងៃទី8មាន4000ភាគហ៊ុនថ្ងៃទី2ខែ4មាន10000ភាគហ៊ុននេះបាទភាគហ៊ុនមានការលក់នឹងច្រើនទៅហើយថ្លៃក៏កាន់តែធ្លាក់ទៅនិន្នាការថ្លៃនេះមានហេតុផលជាច្រើនជាការប៉ាន់ស្មានដែលមើលឃើញជារួមអ្នកដែលកាន់ហ៊ុនចំនួនច្រើនគាត់ព្យាយាមលក់វាចេញជាបន្តបន្ទាប់នៅក្នុងរយៈពេលខ្លីមើលដោយប្រយោលមួយទៀតស្ថានភាពវិស័យកាត់ដេរអាចនឹងប៉ះពាល់ទៅដល់វិស័យ logistics ឬក៏វិស័យផ្សេងទៀតមួយចំនួនដែរដែលពាក់ព័ន្ធនឹងការប្រឈមជាមួយនឹងភាពមិនទាន់ច្បាស់លាស់នៅអត្រាពន្ធគយទំនិញនាំចេញទៅសហរដ្ឋអាមេរិកពីប្រធានាធិបតីត្រាំដែលទុករយៈពេល90ថ្ងៃនៅក្នុងការចរចាគ្នារវាងកម្ពុជានិងសហរដ្ឋអាមេរិកប្រសិនបើមានការប៉ះពាល់ទៅលើការនាំចេញទៅកាន់សហរដ្ឋអាមេរិកដែលជាទីផ្សារធំដែលកម្ពុជាធ្វើការនាំទំនិញទៅច្រើនវាអាចមានផលប៉ះពាល់បន្តទៅដល់រោងចក្រនៅក្នុងស្រុកដែលបរិមាណវិជាទិញថយរោងចក្រនៅក្នុងស្រុកក៏អាចមានផលប៉ះពាល់រោងចក្រនៅក្នុងស្រុកមានផលប៉ះពាល់ការជួលយើងដឹងថា PPSP ឬក៏តំបន់សេដ្ឋកិច្ចពិសេសប្រាក់ចំណូលធំរបស់គាត់ហ្នឹងគឺបានពីការជួលរោងចក្រជួលអគារទាំងអស់ហ្នឹងអញ្ចឹងក៏អាចមានផលប៉ះពាល់បន្តគ្នាแล้วก็មានហេតុផលផ្សេងដែរបើអាចថាបានគាត់មានហេតុផលផ្សេងដែលវិនិយោគិនជាបរទេសជាអីដែលគាត់ត្រូវការផ្ទេរមូលធនរបស់គាត់ទៅកាន់ប្រទេសណាមួយផ្សេងទៀតឬកាន់ប្រទេសគាត់វិញជាដើមអ
ចឹងការដែលគាត់លក់ភាគហ៊ុនចេញចំនួនច្រើននេះធ្វើឲ្យតម្លៃរបស់វាធ្លាក់នៅពេលដែលគាត់ឈប់លក់តម្លៃចាប់ដើមមានលំនឹងបើសិនក្រុមហ៊ុនបង្ហាញប្រាក់ចំណេញមានសេរីភាពតម្លៃរបស់វាក៏អាចនឹងមាននិន្នាការល្អវិញផងដែរនេះក៏ជាការប៉ាន់ស្មានចំពោះទីផ្សារភាគហ៊ុនតម្លៃតែងតែប្រែប្រួលឡើងចុះជាញឹកញាប់ហើយក៏មានហានិភ័យខ្ពស់ដូច្នេះបើសិនបើបងប្អូនពុំទាន់មានជំនាញច្បាស់លាស់ទៅលើទីផ្សារភាគហ៊ុនទេក៏អាចធ្វើការសិក្សាស្វែងយល់បន្ថែមឬក៏កុំទាន់ដាក់មូលធនឬក៏សាច់ប្រាក់ទៅលើទីផ្សារភាគហ៊ុនច្រើនពេកពុំមានភាពស្ថិតស្ថេរនៅឡើយទេទីផ្សារនៅក្នុងស្រុកយើងបើគិតមកដល់2025នេះបើកបានជាង10ឆ្នាំប៉ុន្តែទំហំទីផ្សារគឺនៅតូចនៅមានលក្ខខណ្ឌតេកៈមួយចំនួនពុំទាន់មានភាពតាក់ទាញខ្លាំងទៅកាន់វិនិយោគិនជាដើមតែធ្វើឲ្យហានិភ័យនៃការខាតនោះមានច្រើនក៏ដូចជាតម្លៃភាគហ៊ុនដែលនិន្នាការនៃការធ្លាក់ចុះនោះមានច្រើនជាជាងថ្លៃភាគហ៊ុនដែលមាននៃការកើនឡើងផងដែរយើងក៏មិនភ្លេចដែរថាទីផ្សារក៏មានគោលបំណងនៅក្នុងការដោះលក្ខខណ្ឌមួយចំនួនចេញដែរដូចជាលក្ខខណ្ឌនៃការដាក់ដែនកំណត់ថ្លៃដើម្បីឲ្យទីផ្សារកាន់តែមានប្រជាប្រិយភាពគាត់អាចមានផែនការនៅក្នុងឆ្នាំនេះគាត់ដោះដែនកំណត់ 10% ទៅដល់បូកដក 30% ការអាចយកចំនួនភាគហ៊ុនទៅធ្វើទ្រព្យធានាទ្រព្យប្រចាំវាជាភាពតាក់ទាញមួយទៅដល់ក្រុមហ៊ុនវិនិយោគិនធំៗដែរគាត់នេះម្ចាស់ក្រុមហ៊ុនគាត់អាចឡើងទីផ្សារភាគហ៊ុនហើយគាត់មានចំណាយភាគហ៊ុនស្ទើរតែ 90% បន្ទាប់មកគាត់យកចំនួនភាគហ៊ុនរបស់គាត់ទៅប្រចាំតាមធនាគារគាត់អាចទទួលបានសាច់ប្រាក់យកមកប្រើការយកមកអីបាននេះជាភាពតាក់ទាញមួយដ៏សំខាន់ដែលពេលបច្ចុប្បន្នក្រុមហ៊ុនប្រហែលជាខ្ចីលុយធនាគារម្ដងពិបាកនៅក្នុងការវាយតម្លៃទ្រព្យវាយតម្លៃអាជីវកម្មបាទពិបាកនៅក្នុងការខ្ចីស្ថាប័នដែលមានអត្រាការប្រាក់ទាបជាដើមដល់តែពេលទីផ្សារអនុញ្ញាតឲ្យគាត់យកភាគហ៊ុនទៅធ្វើទ្រព្យធានាគាត់អាចយកចំនួនភាគហ៊ុនរបស់គាត់ទៅប្រចាំធនាគារហើយយកដើមទុនមករកស៊ីជាដើមនិងមានហេតុផលជាច្រើនទៀតដែលគាត់ថាទីផ្សារភាគហ៊ុនធ្វើតែបច្ចុប្បន្ននៅ2025ឬក៏ពីមុនមកពុំទាន់មានភាពតាក់ទាញខ្លាំងប៉ុន្តែអនាគតអាចថាឆ្នាំណាមួយនោះទីផ្សារយើងនឹងទីផ្សារក្នុងស្រុកយើងនឹងជាទីកន្លែងមួយសម្រាប់ក្រុមហ៊ុនទៅប្រមូលទុនហើយក៏នឹងជាទីកន្លែងមួយសម្រាប់វិនិយោគិនដែលមានសាច់ប្រាក់ទៅវិនិយោគហើយទទួលបានផលចំណេញផងដែរទោះបីពេលបច្ចុប្បន្នវាមិនទាន់អាចទៅរួចតែរំពឹងថានឹងមានពេលណាមួយនៅពេលអនាគតវានឹងអាចទៅរួចសូមអរគុណច្រើនសូមជម្រាបលាបើចូលចិត្តវីដេអូប្រភេទហ្នឹងកុំភ្លេចចុច Subscribe ផងជម្រាបលាបាទ